បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃទី19ខែសីហាឆ្នាំ2026ខ្ញុំបាទសូមជូនព័ត៌មានក្តៅមួយបាទលោកវ៉ាងវិនពីនអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាទាមទារឲ្យថៃត្រូវតែប្រគល់ទឹកដីមកឲ្យកម្ពុជាវិញបងប្អូនជាទីគោរពរាប់អានបើយោងទៅតាមការផ្សាយរបស់កាសែតថៃបានលើកឡើងអំពីអគ្គរដ្ឋទូតចិនលោកវ៉ាងវិនពីនដែលជាអគ្គរដ្ឋទូតចិនប្រចាំនៃព្រះរាជាណាចក្រកម្ពុជាលោកតែងតែលើកឡើងបាននៅខាងកម្ពុជាជានិច្ចនឹងបង្ហាញអំពីមិត្តភាពដ៏ល្អផូរផង់រវាងចិននិងកម្ពុជាយ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងបានដឹងយ៉ាងច្បាស់អំពីករណីថៃចូលឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់មិនត្រឹមតែចូលឈ្លានពានដោយខុសច្បាប់ទេថៃបានចូលកាន់កាប់ទឹកដីកម្ពុជាបាទជាច្រើនកន្លែងនៅតាមតំបន់ព្រំដែនមិនគោរពទៅលើសន្ធិសញ្ញាមិនគោរពទៅលើច្បាប់អន្តរជាតិនិងមិនគោរពទៅលើប្លង់រឹងដែលធ្លាប់ចុះហត្ថលេខាជាមួយនឹងបារាំងនាពេលកន្លងទៅបញ្ហានេះបានបង្ហាញសបញ្ជាក់ឲ្យឃើញថាពិភពលោកមើលឃើញកាន់តែច្បាស់ហើយអំពីទង្វើឈ្លានពានរបស់ថៃដែលចូលកាន់កាប់លើដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានរអានិងមិនខ្លាចអំពីបញ្ហាផ្សេងៗពាក់ព័ន្ធជាមួយនឹងករណីបើចូលឈ្លានពានទាំងអស់នេះផងដែរយើងងាកមកមើលទាំងអង្គការសហប្រជាជាតិនិងក៏ដូចជាអ្នករាយការណ៍ពិសេសអង្គការសិទ្ធិមនុស្សបាទអន្តរជាតិក៏បានទាមទារឲ្យថៃត្រូវតែគោរពច្បាប់អន្តរជាតិនេះនៅពេលបច្ចុប្បន្ននេះមានន័យថាថៃចាប់ផ្ដើមរហែកខោនិងបញ្ចេញនៅអាកប្បកិរិយាមិនល្អរបស់ខ្លួននៅខាងក្នុងជាបន្តបន្ទាប់និងបង្ហាញកេរ្តិ៍ខ្មាសដ៏អាក្រក់បំផុតនិងដ៏ស្អុយរលួយរបស់ខ្លួនថែមទៀតហើយបងប្អូនជាទីគោរពរាប់អានពាក់ព័ន្ធជាមួយនឹងករណីនេះថៃតែងតែអួតអាងនិងចាត់ទុកខ្លួនឯងថាជាប្រទេសមហាអំណាចនិងជាប្រទេសអ្នកមានប៉ុន្តែចរិតថោកទាបបានមិនស្មើនឹងរោមជើងបាទប្រទេសនិងប្រជាជនដ៏ថ្លៃថ្នូរផងបញ្ហានេះផងដែរស្របពេលដែលថៃកំពុងតែដឹកនាំដោយនាយករដ្ឋមន្ត្រីក្មេងទំនើងបញ្ហានេះបាទស្របពេលដែលការដឹកនាំមិនគិតអំពីប្រយោជន៍ជាតិមិនគិតអំពីរឿងសេដ្ឋកិច្ចរបស់ជាតិខ្លួនឯងទេនៅពេលដែលរឿងរ៉ាវក្នុងប្រទេសមានបញ្ហាម្ដងនាយករដ្ឋមន្ត្រីអនុទានឆាវរៈគុលព្យាយាមយករឿងនៅក្នុងស្រុកយកមកបញ្ចេញកំហឹងតាមព្រំដែនជាមួយនឹងកម្ពុជាជារឿយៗឥឡូវនេះបើរឿងរ៉ាវនេះគឺតាំងតែទូផ្អើលកក្រាចមែនតែនហើយបើក្រោយពេលដែលបង្ហើបសបញ្ជាក់ឲ្យឃើញថាថៃបាទពិភពលោកកំពុងតែទទួលស្គាល់ជាបន្តបន្ទាប់ថាប្រទេសមួយនេះគឺជាចោរឈ្លានពានហើយឈ្លានពានជាមួយនឹងប្រទេសជិតខាងជាបន្តបន្ទាប់ជារឿយៗទឹកដីដែលថៃមានទាំងអស់បាទគឺជាទឹកដីរបស់ប្រទេសជិតខាងប្រាសាទដែលថៃមានទាំងអស់នៅក្នុងដីថៃគឺជាប្រាសាទរបស់ខ្មែរហើយក៏ជាបាទប្រាសាទនិងក៏ជាទឹកដីរបស់ប្រទេសជិតខាងផងដែរតាមការពិតបាទថៃគ្មានប្រទេសហើយក៏គ្មានប្រវត្តិថាជាអ្នកបង្កបង្កើនប្រាសាទឬក៏ប្រទេសនោះដែរប្រទេសថៃកើតនៅក្នុងសតវត្សទី13បាទដូច្នេះប្រទេសថៃកើតក្រោយបាទប្រាសាទនិងក៏ដូចជាកើតក្រោយបាននៃទឹកដីនៃប្រទេសផ្សេងៗដែលនៅជាប់ជុំវិញថៃទៅទៀតនេះបង្ហាញសបញ្ជាក់ឲ្យឃើញថាពិភពលោកគេមើលឃើញកាន់តែច្បាស់បាទចាត់ទុកថាថៃគឺជាចៅតជំនាន់ទៅហើយបញ្ហានេះផងដែរទោះបីជាស្ថានទូតចិនមិនធ្វើការព្រមានប៉ុន្តែនេះអាចបង្ហាញសបញ្ជាក់ឲ្យឃើញតែកាន់តែច្បាស់ថាចិនចង់ប្រាប់ថៃថាគឺថៃពិតជាចូលឈ្លានពាននឹងកាន់កាប់ទឹកដីរបស់កម្ពុជាប្រកាសមែនយ៉ាងណាមិញអគ្គរដ្ឋទូតចិនលោកវ៉ាងវីងពីនដែលជាអគ្គរដ្ឋទូតប្រចាំនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងណាមិញលោកបានប្រាប់ឲ្យប្រទេសថៃថាថៃនឹងខាត់បងកាន់តែច្រើនបើសិនជាមិនព្រមប្រគល់ភូមិនងច័ន្ទមកឲ្យប្រទេសកម្ពុជាវិញឯអាដាមវ៉ាងវីនពីនអគ្គរដ្ឋទូតចិនប្រចាំនៃព្រះរាជាណាចក្រកម្ពុជាលោកបានប្រកាសនឹងដល់ប្រទេសថៃគឺត្រូវតែប្រគល់ភូមិឋាននិងទឹកដីមកឲ្យកម្ពុជាបើមិនដូច្នោះទេនឹងខាត់បងធំនាពេលអនាគតទាំងអស់ដែលនឹងត្រូវបានវិវត្តមានទីបញ្ចប់លោកបានបញ្ជាក់លើកឡើងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងយ៉ាងសំខាន់អំពីសំណាក់យោធាថៃនិងដោយបញ្ជាក់រឿងសំខាន់ដោយបានបង្ហាញអំពីសមត្ថភាពកើនឡើងវិញជាលំដាប់របស់យោធាកម្ពុជានិងក៏ដូចជាប្រទេសកម្ពុជាបងប្អូនជាទីគោរពរាប់អាននៅក្នុងពេលបច្ចុប្បន្ននេះបើចង់មិនចង់ថៃកំពុងតែចាប់ផ្ដើមស្អុយឈ្មោះខ្លាំងឡើងមិនត្រឹមតែស្អុយឈ្មោះនោះទេបើប្រទេសថៃកំពុងតែប្រឈមបាននឹងសម្ពាធការទូតហើយនឹងបញ្ហាការទូតជាមួយនឹងប្រទេសផ្សេងទៀតឥឡូវនេះកម្ពុជាយើងកំពុងតែមានព្រៀបមួយជំហានទៀតហើយបាទមានព្រៀបទាំងវិស័យការទូតនិងមានព្រៀបទាំងវិស័យច្បាប់
ហើយនឹងមិនត្រឹមតែប៉ុណ្ណោះទោះបីជាយើងបើរៀងចាញ់ប្រៀបរឿងវិស័យនៃការឈ្លានពានរបស់ថៃប៉ុន្តែយើងអត់ចាញ់ប្រៀបទេផ្នែកច្បាប់យើងអាចនឹងឈ្នះផ្នែកច្បាប់ម្ដងទៀតបាទដោយកាលពីអំឡុងអតីតនាយករដ្ឋមន្ត្រីថៃនៅកាន់តំណែងលោកសរិនឋានរ៉ាតនិងក៏ដូចជាអាចនឹងចាញ់ម្ដងទៀតដោយសម័យអភិសិទ្ធវិចារជីវ៉ាដែលយើងដឹងហើយថាសិតសឹងតែធ្លាប់ឈ្លានពានទឹកដីកម្ពុជាយ៉ាងជ្រៅប៉ុន្តែជាចុងក្រោយពួកគេនៅតែប្រគល់ឲ្យកម្ពុជាវិញដដែលនៅពេលដែលមានសម្ពាធការទូតបាននៅពេលដែលបាទកម្ពុជាបានប្តឹងទៅកាន់តុលាការអន្តរជាតិ ICJ ការដោះស្រាយមួយវគ្គម្ដងរបស់កម្ពុជាកំពុងតែធ្វើឲ្យកម្ពុជាមានព្រៀបផ្នែកច្បាប់យ៉ាងខ្ពស់បំផុតហេតុអីបានយើងនិយាយថាមានព្រៀបផ្នែកច្បាប់បើយើងនិយាយអំពីប្រវត្តិសាស្ត្រដើរថយក្រោយបន្តិចយើងដឹងហើយថាកាលពីសម័យបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គនៅកាន់ជាប្រមុខរដ្ឋនិងកាន់តំណែងបាទជាប្រមុខរដ្ឋនៅពេលនោះយើងដឹងហើយថាថៃបានចូលមកកាន់កាប់លើទឹកដីកម្ពុជានៅប្រាសាទព្រះវិហារនៅក្នុងនោះផងដែរកម្ពុជាគឺនៅមានភាពទន់ខ្សោយនៅឡើយបាទប៉ុន្តែកម្ពុជានៅតែឈ្នះថៃដោយសារអ្វីដោយសារកម្ពុជាបានយកផ្លូវច្បាប់ជាគោលយកប្លង់រឹងបាទយកមកដោះស្រាយនៅកាន់តុលាការអន្តរជាតិ ICJ នៅពេលនោះធ្វើឲ្យសរិនឋានរ៉ាតគឺមានការចាញ់យ៉ាងអាម៉ាស់បំផុតបាទហើយកាន់តំណែងត្រឹមតែ4ឆ្នាំ10ខែតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីរូបនេះក៏ត្រូវបានបាត់បង់ជីវិតក្រោយពេលដែលចូលគាល់ស្ដេចថៃហើយនៅក្នុងពេលដែលចូលគាល់ស្ដេចថៃត្រឡប់មកផ្ទះវិញក៏ត្រូវបានបាត់បង់ជីវិតខ្លះហ្នឹងឯងថាបាត់បង់ជីវិតដោយសារកាំងបេះដូងខ្លះទៀតបាទថាបាត់បង់ជីវិតបាទដោយសារអីផ្សេងតាមការពិតបងប្អូនអាចយល់បានហើយថាករណីនេះបាទមកដល់ផ្ទះមិនទាន់បានមួយថ្ងៃបាត់បង់ជីវិតក្រោយពេលដែលចូលវាំងតើមូលហេតុអ្វីក្រោយពេលដែលចាញ់ក្តីកម្ពុជាយ៉ាងអាម៉ាស់ហើយសម្ពាធការទូតចាប់ផ្ដើមកើតមានឡើងជាបន្តបន្ទាប់បាទក្រោយពេលដែលថៃមិនព្រមយកនៅការដោះស្រាយតាមតុលាការក្រោយពេលដែលសម្ពាធការទូតកាន់តែខ្លាំងនៅពេលនោះបាទសហរដ្ឋអាមេរិកបាទតែថៃបានពឹងពោនឹងធ្វើជាក្នុងបង្អែកយ៉ាងណាក៏ដោយក៏មិនអាចជួយបានដែរបាទពីព្រោះថាច្បាប់គឺជាអំណាចរបស់ពិភពលោកដែលនាំគ្នាតាក់តែងមកបើមិននាំគ្នាគោរពច្បាប់តើបង្កើតច្បាប់មកធ្វើអីចុងក្រោយបាទថៃនៅតែព្រមចោះចាញ់នឹងសារភាពទាំងអាម៉ាស់ដដែលបញ្ហានេះផងដែរអានូទីនមិនក្រោមហើយក៏បង្ហាញភាពរឹងរូសបែបនេះនឹងមិនព្រមចោះចាញ់និងក៏ដូចជាមិនព្រមទទួលស្គាល់នៅអនុសញ្ញានិងក៏ដូចជាហត្ថលេខាដែលធ្លាប់ចុះរវាងបារាំងនិងសៀមនោះអានូទីននឹងត្រូវតែចាញ់កម្ពុជាសាជាថ្មីដោយចំណព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា